ថ្ងៃនេះមកនាំបងប្អូនទាំងអស់គ្នាមកស្គាល់ដើមតារ៉េនរបស់ខ្ញុំដែលដាំបាន2ឆ្នាំឥឡូវនេះវាបានចេញផ្លែហើយឥឡូវខ្ញុំធ្វើការបេះផ្លែរបស់វាបេះម្ដងមួយចេញមកគឺផ្កាខាត់ណាដើមតារ៉េនដាំ2ឆ្នាំចេញផ្កាខាត់ណាឥឡូវនេះមកដើមតារ៉េនទី2បេះមកខ្វាច់អីយ៉ាស់ជ្រុះបាត់មកចេញទៅជាខ្ទឹមសវិញដើមតារ៉េនមួយនេះវាទូចប៉ុន្តែវាចេញផ្លែមកទៅជាខ្ទឹមសឥឡូវនេះមកដល់ដើមតារ៉េនទី3ដើមតារ៉េនទី3ហ្នឹងគឺដាំរយៈពេល2ឆ្នាំដូចគ្នាខ្ញុំបេះខ្វាច់មកចេញផ្កាខាត់ណាទៀតឥឡូវនេះមកបេះផ្លែតារ៉េនប៉ុន្តែចេញជាផ្កាខាត់ណាវិញផ្កាខាត់ណានេះបានចំនួន3ផ្លែខ្ទឹមសនេះបានចំនួន2ដុំពេលនេះបានផ្កាខាត់ណាហើយអញ្ចឹងគឺនៅខ្វះសាច់ក៏រត់មកបាក់ទូតកកខ្វាក់មករកសាច់ប៉ុន្តែអត់មានសាច់ទេគឺមានតែត្រីហ្នឹងមិនដឹងគេយកឆាកាទេអង្គុយគិតឈរគិតហ្នឹងគឺមិនដឹងគេធ្វើម៉េចណេះប្រងធ្វើអីហ្នឹងស្រាប់តែបេះសាច់ខ្លួនឯងប៉ក់លក់បានមួយដុំហើយឆាខាត់ណានេះជាមួយនឹងសាច់ខ្លួនឯងចាំការទៀតញ៉ាំបាយយូរហើយអញ្ចឹងសាច់យើងក៏វាឡើងច្រើនណាស់បេះសាច់យកមកឆាខ្លះមកឥឡូវនេះចាប់ផ្ដើមហាន់ផ្កាខាត់ណាដើម្បីយកវាទៅស្រស់ពេលដែលហាន់ហើយរួចចាប់ផ្ដើមទៅដាំទឹកម្ដងកាច់ហ្គាសផុសដាក់ឆ្នាំងខ្ទះដាំទឹកដើម្បីស្រស់ផ្កាខាត់ណាដាំទឹកហើយមកធ្វើការហាន់សាច់យើងម្ដងហាន់សាច់នេះគឺសាច់ដាក់ឆ្វាច់មកចាំការទៀតសាច់ខ្លួនឯងនឹងមានច្រើនណាស់ដែលប្រលេះយកមកហាន់ដាក់ឆាម្ដងមើលហាន់សាច់ខ្វាច់កលេចទៅមើលទឹកទឹកពុះហើយតើអញ្ចឹងទឹកពុះហើយចាប់ផ្ដើមចាប់ផ្កាខាត់ណាចូលអញ្ចឹងពេលដែលយើងស្រស់ផ្កាខាត់ណាយើងកូរវឹកវាមកតតែវាពុះចាំយើងស្រង់វាយកទៅដាក់លាងអញ្ចឹងតម្រាំតែទឹកនឹងពុះគឺយើងធ្វើការមកដាំខ្ទឹមតែម្ដងខ្ទឹមហ្នឹងគឺយើងទឹកបេះពីដើមតារ៉េនមិញហ្នឹងគឺបានចំនួន2មើមឥឡូវហ្នឹងពងតែដំផុសមកហើយមើមខ្ទឹមដែលដុះចេញពីដើមតារ៉េនហ្នឹងយើងយកមកឆាហ្នឹងគឺពិតជាឈ្ងុយខុសពីមើមខ្ទឹមធម្មតានេះទឹកចាប់ផ្ដើមពុះហើយឥឡូវហ្នឹងយើងចាប់ផ្ដើមយកវាទៅលាងម្ដងហើយលាងហ្នឹងគឺយើងយកវាទៅលាងសម្អាតទឹកចំនួន2-3ទឹកដាក់កញ្ជ្រោកយកមកដាក់2-3ទឹកដើម្បីឲ្យវាស្អាតដីស្អាតតកៅស្អាតអីអស់មេរោគអស់អីនឹងឯងផ្កាខាត់ណានេះគឺជាផ្កាខាត់ណាធម្មជាតិដែលបេះចេញពីដើមទុរេនចឹងហើយពេលដែលយើងឆាគឺមានរសជាតិឆ្ងាញ់ណាស់តោះមកលាងផ្កាខាត់ណារួចហើយមកដាក់ឆាវិញម្ដងឥឡូវនេះចាប់ផ្ដើមដាក់ខ្ទះមកចាក់ប្រេងឆាចូលដាក់ខ្ទឹមសចូលកូរវឹកឲ្យវាមើលទៅក្រហមល្អហើយចាក់ទឹកត្រីចូលរួចចាំយើងដាក់សាច់ធ្វើអញ្ចឹងបានសាច់របស់យើងហ្នឹងគឺអត់ជាប់ខ្ទះទេពេលដែលយើងដាក់ទឹកត្រីចូលមុនហ្នឹងបន្ទាប់មកក៏ដាក់ទឹកស៊ីអ៊ីវហ្នឹង2-3ច្រូចមករួចហើយដាក់ប្រេងខ្យងហ្នឹងក៏2-3ច្រូចដូចគ្នាដែរហើយដាក់ប៊ីចេងមកចុងស្លាបព្រាអំបិលមកចុងស្លាបព្រាស្ករសដាក់ចំនួន2ស្លាបព្រាស្ករសដាក់ចំនួន2ស្លាបព្រាអញ្ចឹងបានឆ្ងាញ់ហើយដាក់ម្រេចមកច្រូចមកទៀតកូរវឹកទៅមើលតែឆ្អិនល្មមបានចាក់ផ្កាខាត់ណាចូលពេលដែលចាក់ផ្កាខាត់ណាចូលហើយយើងកូរវឹកច្បល់វាមកឲ្យវាឆ្អិនសព្វល្អឲ្យសាច់ចូលជាតិជាមួយនឹងផ្កាខាត់ណាឥឡូវនេះសាឡយើងគឺបានឆ្អិនហើយបន្លត់ហ្គាសពឹបមកហើយក៏បានកូរវាមកលើកមកមើលឈ្ងុយមែនតែនឆាផ្កាខាត់ណាចេញពីដើមតារ៉េនជាតិ